ឃើញការអភិវឌ្ឍរបស់កូនខ្ញុំទាំងពីរនៅក្នុងសាលាភូព្រីហ្នឹងពីមួយឆ្នាំទៅមួយឆ្នាំគឺគាត់តែងតែទទួលបានការរីកចម្រើននិងការយកចិត្តទុកដាក់ពីអ្នកគ្រូលោកគ្រូទាំងអស់គ្នាចឹងជំរាបសួរអាណាព្យាបាលទាំងអស់គ្នាហើយក៏ដូចជាលោកគ្រូអ្នកគ្រូខ្ញុំមានកូននៅរៀនសាលាភូព្រីចំនួន2នាក់គឺមួយកូនប្រុសឈ្មោះមនីយុទ្ធគាត់រៀនថ្នាក់ទី3ហើយមួយទៀតកូនស្រីឈ្មោះកេតិយារៀនថ្នាក់ទី2ជាក់ស្ដែងមានចំណុចមួយចំនួនដែលធ្វើឲ្យខ្ញុំជ្រើសរើសក្នុងការដែលដាក់អូនចូលរៀនសាលាភូព្រីអញ្ចឹងដូចដែលអាណាព្យាបាលទាំងអស់គ្នាបានដឹងអញ្ចឹងទី1គឺខ្ញុំឃើញថាពេលដែលខ្ញុំចូលមកសាលាដំបូងពេលដែលសួរព័ត៌មានហ្នឹងទី1គឺឃើញថាទីធ្លារបស់សាលាមានទំហំធំអញ្ចឹងអាចធ្វើឲ្យកូនខ្ញុំគាត់រត់លេងនៅក្នុងសាលាបានអញ្ចឹងពេលដែលយកមកដំបូងហ្នឹងគឺគាត់នៅថ្នាក់ទូទៅទេគាត់ចូលនៅ Food Print តាំងពីថ្នាក់ 3K អញ្ចឹងជាក់ស្ដែងគឺខ្ញុំអត់សូវទាន់ផ្ដោតទៅលើការផ្ដល់ជាចំណេះដឹងទៅគាត់ទេប៉ុន្តែខ្ញុំចង់ឲ្យគាត់សប្បាយនិងរីករាយនៅពេលដែលគាត់មករៀនអញ្ចឹងទី1ដែលខ្ញុំឃើញហ្នឹងគឺឃើញថាសាលា Food Print មានទីធ្លាធំទូលាយអាចឲ្យគាត់រត់លេងបានល្អហើយទី2ខ្ញុំឃើញពេលដែលចូលដល់ថ្នាក់រៀនគឺឃើញថ្នាក់រៀនស្អាតហើយលោកគ្រូអ្នកគ្រូគាត់យកចិត្តទុកដាក់នៅពេលដែលគាត់បង្រៀនទៅកាន់កូនទាំងអស់គ្នាហើយទី3ចំណុចចុងក្រោយហ្នឹងគឺខ្ញុំឃើញថាចំនួនសិស្សនិងចំនួនគ្រូនៅក្នុងសាលាមិនធំពេកហើយក៏មិនទូចពេកដែរអញ្ចឹងធ្វើឲ្យមានតំណែងក្នុងការប្រស័យតាក់ទងជាមួយនឹងសិស្សហើយអាណាព្យាបាលហ្នឹងគឺមានការស្និទ្ធស្នាលហើយល្អចា៎ខ្ញុំមានការសប្បាយចិត្តដូចគ្នាហើយកន្លែងនេះគឺចង់អរគុណទៅលោកគ្រូអ្នកគ្រូដូចគ្នាព្រោះដោយសារអ្វីដែលខ្ញុំសង្កេតឃើញហ្នឹងគឺនៅពេលដែលគាត់រៀនថ្នាក់មត្តេយ្យពេលដែលគាត់ចូលដល់ថ្នាក់ទី1ឃើញកូនខ្ញុំទាំងពីរនេះអ្វីដែលគាត់ជួបការលំបាកហ្នឹងគឺការប្រកបសូរខ្មែរហើយស្រៈខ្មែរដូចស្រៈហើយជាមួយនឹងព្យញ្ជនៈខ្មែរអញ្ចឹងណាចឹងខ្ញុំឃើញថាពីរនាក់គាត់គឺជួបការលំបាកដូចគ្នាហើយប៉ុន្តែនៅពេលដែលគាត់ចូលដល់ថ្នាក់ទី1ពេលដែលចូលដំបូងហ្នឹងគឺសាលាគាត់បានជំរាបនៅការលំបាកហ្នឹងប្រាប់ខ្ញុំក៏ទទួលយកនៅការលំបាករបស់អូនទាំងពីរដែរអញ្ចឹងណាអញ្ចឹងក៏គាត់បង្កើតជាថ្នាក់មួយដែលយើងដូចជាតាមតែខ្ញុំទៅហៅថាថ្នាក់បំពន់ភាសាខ្មែរហើយពេលហ្នឹងតាមខ្ញុំចាំដូចជារយៈពេលត្រឹមតែ3ទៅ4ខែឃើញអូនគាត់មានការរីកចម្រើនខ្លាំងក្នុងទាំងការអានទាំងការប្រកបសូរហើយក៏ដូចជាការនិយាយប្រស័យតាក់ទងជាភាសាខ្មែរទៅកាន់ពួកខ្ញុំទាំងពីរអញ្ចឹងណាអញ្ចឹងកន្លែងហ្នឹងគឺខ្ញុំអរគុណលោកគ្រូអ្នកគ្រូទាំងអស់គ្នាដែលបានទី1គឺផ្ដល់ជាថ្នាក់បំពន់ហើយទី2យកចិត្តទុកដាក់នៅក្នុងការដែលអភិវឌ្ឍភាសាខ្មែរទៅកាន់កូនទាំងអស់គ្នាចាខ្ញុំនឹងណែនាំសាលា Food Print ទៅកាន់អាណាព្យាបាលទាំងអស់គ្នាគឺមូលហេតុដោយសារទី1តាក់ទងជាមួយនឹងតម្លៃហើយគុណភាពគឺសមរម្យទទួលយកបានហើយទី2គឺដោយសារខ្ញុំឃើញការអភិវឌ្ឍរបស់កូនខ្ញុំទាំងពីរនៅក្នុងសាលា Food Print ហ្នឹងពីមួយឆ្នាំទៅមួយឆ្នាំគឺគាត់តែងតែទទួលបានការរីកចម្រើននិងការយកចិត្តទុកដាក់ពីអ្នកគ្រូលោកគ្រូទាំងអស់គ្នាហើយចង់បញ្ចប់ទី3ហ្នឹងគឺពីកូនខ្ញុំផ្ទាល់ហ្មងគឺខ្ញុំសង្កេតឃើញថានៅពេលព្រឹកដែលគាត់ក្រោកឡើងពេលព្រឹកគឺគាត់តែងតែចង់មកសាលារហូតហើយពេលល្ងាចនៅពេលដែលគាត់យកគាត់ទៅផ្ទះវិញគឺគាត់នៅតែថាម៉ាមីអូនសុំថែម5នាទីទៀតលេងមួយពួកម៉ាក់អូនសិនអញ្ចឹងខ្ញុំឃើញថាពេលដែលគាត់មកសាលាគឺគាត់ទទួលបានទាំងចំណេះដឹងហើយក៏ដូចជាភាពរីករាយពីលោកគ្រូអ្នកគ្រូហើយក៏ដូចជាមិត្តភ័ក្តិរបស់គាត់ដូចគ្នាដែរសម្រាប់ខ្ញុំសារដែលចង់ចែករំលែកទៅកាន់អាណាព្យាបាលទាំងអស់គ្នាគឺសាលា Food Print គឺជាសាលាលេខ1សម្រាប់ខ្ញុំហើយខ្ញុំគិតថាខ្ញុំចង់ណែនាំយ៉ាងខ្លាំងទៅកាន់អាណាព្យាបាលទាំងអស់គ្នាទី1គឺដោយសារសាលាគឺគាត់មានទីធ្លាធំទូលាយសម្រាប់ក្មេងៗគាត់រត់លេងសប្បាយទាំង playground ហើយក៏ដូចជាតារាងទាត់បាល់ហើយទី2សម្រាប់ថ្នាក់រៀនគឺមានអនាម័យមានផាសុកភាពល្អហើយទី3តាក់ទងជាមួយនឹងលោកគ្រូអ្នកគ្រូគឺគាត់យកចិត្តទុកដាក់ខ្លាំងមែនទែនទៅកាន់មកកាន់កូនយើងទាំងអស់គ្នាគឺសំបីតែអូនគាត់នៅពេលដែលក្នុងថ្នាក់រៀនគាត់ប៉ះអីតិចតួចគឺអ្នកគ្រូគាត់នឹងអាប់ដេតផ្ទាល់មកកាន់ពួកខ្ញុំទាំងអស់គ្នាហើយក៏គាត់ផ្ដល់ជាsolution ដូចគ្នាដែរហើយទី3ហ្នឹងគឺតាក់ទងជាមួយនឹងចំណេះដឹងអញ្ចឹងខ្ញុំជឿជាក់ខ្លាំងហើយក៏មុតមមមែនតែនតាក់ទងជាមួយនឹងលោកគ្រូអ្នកគ្រូនៅក្នុងសាលា Food Print គឺគាត់មានក្រមសីលធម៌ខ្ពស់ហើយមានទាំងចង់និយាយថាទាំងការផ្ដល់ចំណេះដឹងហើយក៏ដូចជាសិល្បៈក្នុងការដែលបង្រៀនទៅកាន់កូនទាំងអស់គ្នាហើយបន្ទាប់មកតាក់ទងជាមួយនឹងលោកគ្រូអ្នកគ្រូគឺគាត់មានចំណេះដឹងខ្ពស់ក្នុងការបង្រៀនទៅកាន់កូនទាំងអស់គ្នាមិនថាទាំងចំណេះដឹងហើយក៏ដូចជាអត្តចរិតហើយចុងក្រោយបំផុតហ្នឹងគឺសាលាដូចគ្នាដែរគឺគាត់ជាសាលាមួយដែល provide ជា international curriculum ទៅកាន់កូនទាំងអស់គ្នាចា៎